យប់មិញនេះ Julian Alvarez សុទ្ធបាល់ពេណាទីចូលហើយប៉ុន្តែហេតុអ្វីបានជាអាជ្ញាកណ្ដាលមិនអនុញ្ញាតដោយហេតុការណ៍វាកើតឡើងខណៈពេលសុទ្ធពេណាទីរវាង Atletico Madrid និង Real Madrid ដើម្បីកាត់សេចក្តីរកក្រុមដែលត្រូវឡើងទៅវគ្គបន្តទៀតបន្ទាប់ពីចប់120នាទីដោយមានគ្រាប់បាល់សរុប2-2 Julian Alvarez របស់ Atletico Madrid បានទទួលតួនាទីជាកីឡាករទី2ដែលត្រូវមកសុទ្ធពេណាទីដើម្បីឲ្យក្រុមតាមស្មើពេណាទី2-2ដែរពេលនោះដែរទោះបីជា Alvarez រអិលដួលស្របពេលសុទ្ធពេណាទីក៏ពិតមែនប៉ុន្តែបាល់ក៏បានចូលទៅក្នុងសំណាញ់បាត់ទៅហើយងាកមកមើលការពិតរបស់ VAR វិញបានបញ្ជាក់ឲ្យដឹងថា Julian Alvarez បានប៉ះបាល់2ដងពីប៉ះឬក៏ double touch អីហ្នឹងឯងដោយរូបភាពយឺតបានបង្ហាញឲ្យឃើញថានៅពេលដែល Alvarez រត់មកសុទ្ធបាល់ដោយជើងស្ដាំរបស់ខ្លួនជើងឆ្វេងរបស់ Alvarez បានទៅប៉ះបាល់មុនបាត់ទៅហើយអញ្ចឹងមានន័យថាបាល់ហ្នឹងគឺជាបាល់ false មិនអាចយកជាផ្លូវការបានឡើយដូចនេះទើបធ្វើឲ្យអាជ្ញាកណ្ដាលរឹបអូសយកគ្រាប់បាល់នោះមកវិញចុងក្រោយក្លឹប Athletic 15សម័យក៏បានសុទ្ធពេណាទីធ្វើស៊ីខាង Atlético អភ័ព្វ UCL ដោយលទ្ធផល4-2ឆ្លងទៅវគ្គ8ក្រុមចុងក្រោយយ៉ាងសប្បាយរីករាយ